ហើយអ្វីបានជាអូស្ត្រាលីនិង Nouvelle Zealand ចាញ់លិខិតគាំទ្រអាមេរិកក្នុងការវាយប្រហារអ៊ីរ៉ង់ហើយមិនថ្កោលទោសអាមេរិកក្នុងការរំលោភអធិបតេយ្យអ៊ីរ៉ង់មានកាណាដាមានអាមេរិកមានប្រទេសជាច្រើនដែលគាំទ្រពាក្យច្រើនហ្នឹងមិនមែនច្រើនផុតគេទេណាខ្ញុំអត់ដឹងចំនួនទេណាចៅនេះគឺជានយោបាយការបរទេសរបស់ New Zealand របស់អូស្ត្រាលីជានយោបាយការបរទេសឧទាហរណ៍ប្រទេសឥណ្ឌាទោះមិនគាំទ្រការវាយប្រហារក៏ដោយក៏ប្រទេសឥណ្ឌាគាំទ្រអ៊ីស្រាអែលណាប្រទេសនៅមជ្ឈមបូព៌ាអ៊ីជីបទោះមិនមាត់ក៏ដោយក៏គាំទ្រអាមេរិកយ៉ូដានទោះមិនមាត់ក៏ដោយក៏គាំទ្រអាមេរិកប្រទេសកូវ៉េត yes ទោះបីមិនមាត់ក៏ដោយក៏គាំទ្រដែរអូម៉ាន់ yes បារ៉េន yes សាអូឌី yes កាតា yes អារ៉ាប់រួម yes អូខេហើយចុះតឺគីទោះបីមិននិយាយក៏ដោយក៏គាំទ្រដែរទោះបីតឺគីឆ្លោះជាមួយអ៊ីស្រាអែលក៏គាំទ្រដែរមិនបានប្រទេសអស់នឹងគេគាំទ្រការវាយអ៊ីរ៉ានផលប្រយោជន៍ខុសៗគ្នាណាចាអូស្ត្រាលីនិងនូហ្សេឡង់ជាផលប្រយោជន៍បកសម្ព័ន្ធ Indo-Pacific ផលប្រយោជន៍អង់គ្លេសទោះបីមានប្រកម្មប្រកបបណ្ណាក៏ដោយក៏គាំទ្រដែរក្នុងផលប្រយោជន៍ NATO កាណាដាទោះបីប្រកម្មប្រកបក៏ដោយក៏ផលប្រយោជន៍ NATO ជប៉ុនទោះបីរបួសសង្ហាញពងបញ្ហារបួសប្រេងឡើងថ្លៃ LNG ឡើងថ្លៃក៏គាំទ្រដែរពីព្រោះវាជា Indo-Pacific កូរ៉េខាងត្បូងក៏គាំទ្រដែរតៃវ៉ាន់ក៏គាំទ្រដែរអញ្ចឹងឥឡូវត្រឡប់ទៅមជ្ឈមបូព៌ាវិញអ៊ីជីបអ៊ីរ៉ង់ជាអារ៉ាប់ដូចគ្នាហើយជាប្រទេសកាន់សាសនាអ៊ីស្លាមដូចគ្នាខុសតែនិកាយទេមិនបានអ៊ីជីបកាន់គាំទ្រអាមេរិកពីព្រោះខ្សែរយៈរបស់អ៊ីរ៉ង់គម្រាមកំហែងដល់របបគ្រប់គ្រងអ៊ីជីបអ៊ីរ៉ង់គាំទ្រMuslim Brotherhood គេហៅថាពួកបងប្អូនមូស្លីមដែលជាគ្រោះថ្នាក់ដល់រដ្ឋាភិបាលអ៊ីជីបអញ្ចឹងវាយអ៊ីរ៉ង់គឺផ្ដាច់ជំនួយមកដល់ពួក Muslim Brotherhood នៅអ៊ីជីបអញ្ចឹងអ៊ីជីបគាំទ្រអាមេរិកជាស្ងាត់គាំទ្រចុះជ័រដានមានជនជាតិប៉ាឡេស្ទីនច្រើនរស់នៅទោះបីមិនមាត់មិនកក៏ដោយក៏ជនជាតិប៉ាឡេស្ទីនដែលរស់នៅក្នុងជ័រដានជាគ្រោះថ្នាក់ដល់ប្រទេសជ័រដានហើយអ្នកទាំងអស់នោះសុទ្ធតែទទួលជំនួយពីអ៊ីរ៉ង់អញ្ចឹងការបំផ្លាញអ៊ីរ៉ង់ចោលវាជួយទប់ស្កាត់គ្រោះថ្នាក់របស់ជ័រដានស្ដេចជ័រដានអញ្ចឹងស្ងាត់គាំទ្រអាមេរិកចុះអ៊ីរ៉ាក់ប្រទេសអ៊ីរ៉ាក់ជាគូប្រជែងជាមួយអ៊ីរ៉ង់ទោះបីបែកបាក់បណ្ណាក៏ដោយផ្កាយរណបកូនជឹងរបស់អ៊ីរ៉ង់អូប៉េរ៉េតនៅលើទឹកដីអ៊ីរ៉ាក់អញ្ចឹងការវាយបំផ្លាញអ៊ីរ៉ាក់បំផ្លាញអ៊ីរ៉ង់វាជួយទប់ស្កាត់ហានិភ័យឲ្យអ៊ីរ៉ាក់មួយប្រទេសអូម៉ាន់ជើងមកចង្ហៀងជាមួយអ៊ីរ៉ង់ជើងមកចង្ហៀងទៀតជាមួយអាមេរិកក៏ប៉ុន្តែនៅជាប់នឹងអូម៉ាន់គឺយេម៉ែនជាគ្រោះថ្នាក់ដល់អូម៉ាន់ហ៊ូទីជាកូនជឹងរបស់អ៊ីរ៉ង់បើវាយអ៊ីរ៉ង់អូម៉ាន់អាចធ្វើឲ្យអាចអាមេរិកនឹងបំផ្លាញហ៊ូទីដែលជាសន្តិសុខជាតិអូម៉ាន់អញ្ចឹងលួចកាន់ជើងអាមេរិកប្រទេសបារ៉េនអត់ចូលចិត្តអ៊ីរ៉ង់ទេអញ្ចឹងកាន់ជើងអាមេរិកប្រទេសសាអូឌីដូចគ្នាប្រទេសអ៊ីមីរ៉េតអារ៉ាប់រួមឆ្លោះគ្នាជាមួយនឹងសាអូឌីតែអត់ចូលចិត្តអ៊ីរ៉ង់អញ្ចឹងកាន់ជើងកូវ៉េតដូចគ្នាកាតាទំនាក់ទំនងជាមួយអ៊ីរ៉ង់តែមិនផ្ញើជីវិតជាមួយអ៊ីរ៉ង់ទេពីព្រោះក្រុមអាចារ្យនៅអ៊ីរ៉ង់ពួកអាយ៉ាតូឡានៅអ៊ីរ៉ង់ចាត់ទុកថាកាតាជាសម្ផាំងអាមេរិកដូច្នេះបើអ៊ីរ៉ង់ខ្លាយទៅជាមេដឹកនាំអារ៉ាប់នឹងបំផ្លាញអូម៉ាន់បំផ្លាញបារ៉េនអ៊ីមីរ៉េតអារ៉ាប់រួមសាអូឌីកាតាអញ្ចឹងប្រទេសដែលពួកប៉ោងដូចអាចារ្យអាយ៉ាតូឡាប៉ុន្តែពាក់ឈ្មោះក្បាលជាពួកពើសៀនខាងអាយ៉ាតូឡាគេចោទប្រកាន់ថាកូវ៉េតបារ៉េនអូម៉ាន់អារ៉ាប់រួមសាអូឌីកាតាជាសត្វជ្រូកដែលរស់ដោយអាមេរិកបើគេឈ្នះនៅក្នុងតំបន់ហ្នឹងគេនឹងបង្កើតបដិវត្តអ៊ីស្លាមបំផ្លាញអូម៉ាន់បំផ្លាញបារ៉េនអារ៉ាប់អ៊ីមីរ៉េតរួមសាអូឌីកាតា6ប្រទេសដែលជាពើសៀននឹងគ្រោះថ្នាក់ដោយសារអ៊ីរ៉ាន់នៀនដែលអ៊ីរ៉ាន់នៀនក៏ជាពើសៀនដែរប៉ុន្តែស្អប់ពួកស្ដេចអារ៉ាប់រួមស្អប់ស្ដេចសាអូឌីស្អប់ពួកកូវ៉េតពួកកាតាចាត់ទុកថាពួកហ្នឹងជាជ្រូកអាមេរិកទោះបីពួកហ្នឹងចាយលុយប្រមាណក៏ដោយក៏អ៊ីរ៉ាន់ហ្នឹងបញ្ឆេះភ្លើងកំហឹងក្នុងជួរមូស្លីមឲ្យស្អប់ទោះបីហៅគ្នាថា brother តែចោទថាពួកកូវ៉េតអូម៉ាន់បារ៉េនអារ៉ាប់រួមសាអូឌីកាតា6ប្រទេសជាសត្វជ្រូកដែលរុស្ស៊ីជាស្រីសម្ផាំងរបស់អាមេរិកអញ្ចឹងអ៊ីរ៉ាន់គេបញ្ឆេះបដិវត្តគេបញ្ឆេះបដិវត្តគេបញ្ឆេះបដិវត្តគេហ្នឹងអាបដិវត្តអ៊ីរ៉ាន់ហ្នឹងណាគេប្រើកូនជើងរបស់គេមានហ៊ូទីមានហេសប៊ូឡាមានអាម៉ាស់និងមួយចំណែកនៃ ISIS ធ្វើឲ្យគ្រោះថ្នាក់ដល់អារ៉ាប់ដទៃនេះគឺជារឿងដែលទោះបីប្រកាសគ្រប់គ្រងទោះបីមិនប្រកាសគ្រប់គ្រងក៏គ្រប់គ្រងដែរដោយសារតែវាអញ្ចឹងណាកូនណាអូខេនឹងរឿងតាក់ទងអញ្ចឹងអូខេឆ្លើយអូស្ត្រាលីនិងនូហ្សេឡង់beautiful town បើសិនជាការវាយប្រហាររយៈពេលយូរនៅ Arabian Sea តើអាចចរាចរណ៍យន្តហោះផ្លូវទឹកនឹងមានការផ្លាស់ប្ដូរបែបណាការសំខាន់បំផុតចំណុចវាមានចំណុចនិយាយចំវាមិនមែននៅក្នុង Arabian Sea ទេចំណុចដែលនិយាយឲ្យចំគឺឈូងសមុទ្រ
Persian គេ Persian ក៏តែនៅក្នុងជំនួប Persian ហ្នឹងគឺមានច្រកមួយឈ្មោះហៅថាច្រកសមុទ្រ Hormuz អាហ្នឹងមួយណាគាត់ណាទី2គឺសមុទ្រក្រហម The Red Sea ដែលភ្ជាប់ទៅនឹងប្រជិកសុយអេនាំទំនិញទៅផ្គត់ផ្គង់ឯនាយសមុទ្រ Mediterranean គឺអឺរ៉ុបការរអាក់រអួលគឺអត់ដោះស្រាយចេញទេគឺនឹងប៉ះពាល់ដល់ប្រេងឆៅហើយនឹងអូស្មန် LNG 20 ទៅ 25% នេះគឺជារឿងហើយប៉ះពាល់ដល់ស្បៀងទៀតស្បៀងអាហារដែលផ្គត់ផ្គង់កូវ៉េតអូម៉ាន់បារ៉េនអារ៉ាប់រួមសាឌីរួមទាំងកាតាប៉ះពាល់ស្បៀងអូខេ beautiful town អាហ្នឹងគឺជាការប៉ះពាល់ហើយដើម្បីលោកហ៊ុនសែនជាមេដឹកនាំខ្វះការអត់ធ្មត់លើប្រជាជនខ្លួនលើការបញ្ចេញមតិមិនមែនលោកហ៊ុនសែនខ្វះការអត់ធ្មត់ទេលោកហ៊ុនសែនជាជនកុម្មុយនីសមិនមានជំនឿតតែសោះលើសេរីភាពការបញ្ចេញមតិចប់មិនមែនខ្វះការអត់ធ្មត់ទេគឺជាជនកុម្មុយនីសដែលទទួលការវឹកវើតាមលទ្ធិកុម្មុយនីសមិនទទួលស្គាល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេកាន់តាបច្ចុប្បន្នស៊ីជីនពីនទើបតែនឹងមានការដណ្ដើមអំណាចមួយដ៏ធំកើតឡើងកាលពីថ្ងៃទី19ដល់ថ្ងៃទី22មករាមានការដណ្ដើមអំណាចផ្ទៃក្នុងនៃបកកុម្មុយនីសចិនកើតឡើងថ្ងៃទី19ដល់ថ្ងៃទី22មករាការដណ្ដើមអំណាចនេះមិនទាន់គ្រប់គ្រងទាំងស្រុងបានទេដែលបណ្ដាលឲ្យគណៈយោធាមជ្ឈិមត្រូវស៊ីជីនពីងចាប់ខ្លួនយកទៅសម្លាប់ចោលឬដាក់គុកអស់រលីងហើយដែលគណៈយោធាមជ្ឈិមមានតែមនុស្ស2នាក់ទេគឺស៊ីជីនពីងហើយនិងឧត្តមសេនីយ៍ចាត់តាំងម្នាក់ថ្មីនេះមេបញ្ជាការថ្នាក់ឧត្តមសេនីយ៍9នាក់ទៀតត្រូវចាប់ខ្លួនបើនិយាយពីមេបញ្ជាការកងទ័ពកំជ្រួចនុយក្លេអ៊ែរចាប់ខ្លួនអស់ហើយមេបញ្ជាការកងទ័ពជើងទឹកនិងជើងអាកាសចាប់ខ្លួនអស់ហើយអាធំចាប់អស់លីងដូច្នេះយោងទៅតាមការចាប់ខ្លួនឬក៏សម្រាប់ចោលនៃមេទ័ពគ្រប់សាខាជើងគោកជើងអាកាសជើងទឹកនិងជើងកំជ្រួចដូចជាពិបាកនឹងស៊ីជីនពីងវាយដៃបានព្រោះវាអស់មេទ័ពនេះមិននិយាយពីមេទ័ពចំនួនថ្នាក់ឧត្តមសេនីយ៍កាយ1កាយ2កាយ3ប្រហែលជា1200នាក់ត្រូវបានចាប់ខ្លួនឬក៏សម្លាប់ចោលទៅហើយការប្រែប្រួលផ្ទៃក្នុងចិនដូចជាចង្អុលបង្ហាញថាมันអាចវាយដៃបានទេក្នុងពេលនេះ2026អូខេកាន់តាអ៊ីរ៉ានបាញ់ពន្លិចនាវាអាមេរិកមែនទេតាមសេនាធិការកណ្ដាលនៃបញ្ជាការដ្ឋានទ័ពអាមេរិកនៅកម្ពុជាបានឆ្លើយពីម្សិលមិញថាអត់ទេម៉ៅវ៉ានីបានមនុស្សលើពិភពលោកទៅគ្រប់គ្រងមនុស្សដែលធ្វើអាក្រក់សម្រាប់មនុស្សអញ្ចឹងទៅវិញបាតកម្មវេស្ថានទូតអាមេរិកនៅប៉ាគីស្ថានមនុស្សមានគំនិតខុសៗគ្នាតាមបរិស្ថានសង្គមនិងសាសនាគ្មានមនុស្សអាក្រក់ឬល្អណាខ្វះអ្នកគ្រប់គ្រងទេនេះគឺជាការយល់ឃើញផ្សេងៗគ្នាតាមបរិស្ថានសង្គមនិងសាសនាណាម៉ៅវ៉ានីណាគូណាលោកតាអាមេរិកនឹងដាក់ទ័ពជើងគោកចូលដែរឬទេរយៈកន្លងមកនេះអាមេរិកនិងអ៊ីស្រាអែលមិនមានទ័ពជើងគោកចូលសមរភូមិអ៊ីរ៉ានទេនេះជាបញ្ហាមួយដែលមិនងាយនឹងផ្ដួលរំលំរបបអ៊ីរ៉ានទេភាសាអំសុកច្រឡោតយកម្ករកលុយបានមួយកំណត់គេសួរអញ្ចឹងដើម្បីឲ្យឆ្លើយទៅអានគេកាត់យកទៅរកលុយតែបាទជាងពេងតើការរើសតំណាងចែកចាយរបស់អ្នកលេគឺជាក្បួនបោកលក់តគ្នាឬទេការលក់ដូរដូចលក់លេលក់គ្រឿងកាយសម្ផស្សនានាលក់ផលិតផលមិនមែនជាការបោកប្រាស់ទេគឺជាមធ្យោបាយលក់ដូរតាមរយៈដែលប្រទេសមួយដូចប្រទេសកម្ពុជាគេឲ្យធ្វើដូច្នេះយើងមិនចាត់ទុកថាជាការបោកប្រាស់ទេចាត់ទុកថាជា marketing ចិនពេងចាត់ទុកថាជា marketing ណាមិនមានថាបោកប្រាស់ទេបាទនេះសួស្ដីលោតឡើងលឿនសម្បូរណាស់និយាយកញ្ចាស់ម្នាក់នៅចិត្តផ្ទះខ្ញុំចរិតអញ្ចឹងចេះដឹងរឿងគ្រួសារគេអានោះគេហៅនិយាយដើមគេណាលោកតាអ្នកលេងអ៊ីនធឺណិតណែនាំថាបែរ៉ាន់ត្រាំគួរតែរៀបការជាមួយគឹមយូអែដែលជាកូនស្រីរបស់គឹមដើម្បីសន្តិភាពពិភពលោកថាមីរឿងហ្នឹងចៅអាចគិតយល់បានជារឿងអត់ប្រយោជន៍ដូច្នេះកុំលើកមកណាតាមីឆ្លាតឡើងកូនណារឿងនេះរឿងវាអត់ប្រយោជន៍ណាអត់មានខ្លឹមសារអីទេអ្នកដែលគិតហ្នឹងគូក្បាលគាត់លេងសើចទេណាសួស្ដីតែស្រាលសុខសប្បាយទេបងណាអូខេអរគុណតើរុស្ស៊ីនិងចិនអាចយកទឹកដីអ៊ីរ៉ាន់ធ្វើសង្គ្រាម
ដែរឬទេពូអត់ទេសង្គ្រាមគេអត់គិតអញ្ចឹងទេគេមិនគិតដូចក្មួយគិតទេក្មួយគិតក្មួយបើគេគិតដូចក្មួយបើចិនហើយនឹងរុស្ស៊ីគិតអញ្ចឹងឡាប់ចិនរុស្ស៊ីអស់ហើយប្រទេសអ៊ីរ៉ាន់ចិនរាប់អានដាក់មិត្តដាច់ខែបដើម្បីប្រយោជន៍ពីព្រោះអ្វីសាសចិនជាសាសស៊ីសាច់ជ្រូកសាសអ៊ីរ៉ាន់ជាសាសតមសាច់ជ្រូកហើយគេថាខ្លួនគេមិត្តដាច់ខែបអ្វីដែលចិនត្រូវការគឺលក់អាវុធលក់ផលិតផលឲ្យហើយនឹងទិញប្រេងតម្លៃថោកពីអ៊ីរ៉ាន់និងអូស្មန်រុស្ស៊ីជាសាសស្បែកសនៅខាងលើខាងជើងរាប់អានអ៊ីរ៉ាន់ដើម្បីលក់ផលិតផលហើយនឹងទិញផលិតផលវិញខ្លះហើយនឹងប្រើអ៊ីរ៉ាន់ជាតួសម្រាប់ភូមិសាស្ត្រនយោបាយអ៊ីរ៉ាន់ជាមនុស្សស៊ីសាច់តមសាច់ជ្រូករាប់អានចិនដោយសារខ្វះទីផ្សាររាប់អានរុស្ស៊ីដោយសារសពាវុធហើយខ្លួនចង់កសាងអំណាចមួយដើម្បីធ្វើមេដឹកនាំអារ៉ាប់ម្នាក់យកផលប្រយោជន៍រៀងខ្លួនតែបើសិនជាយកទីតាំងណាធ្វើជាសង្គ្រាមនុយក្លេអ៊ែរមិនមែនប្រយោជន៍អីចំពោះចិនចំពោះរុស្ស៊ីទេចប់ចម្លើយគឺប៉ុណ្ណឹងអត់គិតដូចមួយទេលោកតាមានកត្តាអ្វីខ្លះទៅ inflation ថមថយចុះមិនសូវឡើងខ្លាំងមិនសួរអញ្ចឹងទេសំណួរនឹងខុស inflation វាតកតងកត្តាហិរញ្ញវត្ថុសេដ្ឋកិច្ចនិងផលិតកម្មសេដ្ឋកិច្ចមិនមែនការទប់ទល់ឬក៏ការគ្រប់គ្រង inflation ហ្នឹងងាយទេវាចូលរួមដោយវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចត្រង់នេះតកតងទៅនឹងនយោបាយសេដ្ឋកិច្ចតកតងនឹងការយកចិត្តទុកដាក់ពីហិរញ្ញវត្ថុតាមរយៈធនាគារកណ្ដាលផងណាអតិផរណាឬ inflation បើវាខ្លាយទៅជា deflation ក៏ជាបញ្ហាបើវាទៅជា high inflation ក៏ជាបញ្ហាវាជារឿងដែលស្មុគស្មាញក្នុងការគ្រប់គ្រងគ្រប់ប្រទេសទាំងអស់មិនមែនជាសត្វមួយដែលយើងអាចផ្សាំងវាបានងាយទេហើយវាពឹងទៅលើទំហំសេដ្ឋកិច្ចទៅទៀតបើសេដ្ឋកិច្ចមានទំហំធំអាការគ្រប់គ្រងអតិផរណាក៏រឹតតែស្មុគស្មាញហើយលំបាកអូខេណាស់ថាមីខ្ញុំឃើញប្រជាជនប៉ាគីស្ថានបារកម្មប្រចាំធម្មតារឿងនឹងធម្មតាណាលិនដងមិនដាច់បានជាពួកកុម្មុយនីហៅអាមេរិកថាចក្រពត្តិតាមពិតជាពាក្យល្អទេប្រែថាធំប្រែថាគ្រប់គ្រងគេមិនអាក្រក់ទេតែដល់កុម្មុយនីគេប្រើក្នុងន័យអាក្រក់អញ្ចឹងទេណាជារោបិនរស់ណាសួរនេះរំខានតាណាជារោតាដេញចាញ់អត់ឲ្យមើលទេតាស្រឡាញ់ដេញចាញ់តើគេនឹងបាត់សង្គ្រាមថ្ងៃណាសួរខុសចៅគេអត់ដែលបាត់សង្គ្រាមកើតទេគេបញ្ឈប់សង្គ្រាមណាហើយអត់មាននរណាដឹងទេគឺអាស្រ័យទៅលើអ្នកច្បាំងគ្នាអញ្ចឹងសួរនឹងខុសទេណាកូនណាភាសានឹងអត់មានទេខុសភាសាផងខុសគំនិតសួរផងណា not mit P4K ណាចុះស្ដីម៉ាឡេលីសុងតើខ្ញុំបានមើលឯកសារខ្លះតើពីមុនអ៊ីរ៉ាន់មិនមែនជារបបសាសនាអ៊ីស្លាមផ្ដាច់ការហើយរីកចម្រើនជាងឥឡូវមែនទេតាប្រទេសអ៊ីរ៉ាន់ជាប្រទេសមានអរិយធម៌ធ្លាប់មានសេចក្តីសុខសាន្តតែនៅក្នុងរជ្ជកាលស្ដេចសាមុនបដិវត្តន៍អ៊ីស្លាមឆ្នាំ79ក៏ជាអ៊ីស្លាមដែរប៉ុន្តែនៅក្នុងរាជស្ដេចសាវាពុករលួយឲ្យផ្ដាច់ការក្រុមហ៊ុនអាមេរិកដែលទៅរកស៊ីនៅអ៊ីរ៉ាន់ក៏ចិត្តថ្លើមមិនសូវយកចិត្តទុកដាក់នឹងជីវភាពប្រជាជនបណ្ដាលឲ្យសង្គមអ៊ីរ៉ាន់ជួបប្រទះនឹងការជិះជាន់ក្រីក្រហើយក៏កើតបដិវត្តន៍អ៊ីស្លាមឡើងបើសិនកាលនោះស្ដេចសាយកចិត្តទុកដាក់នឹងប្រជាជនហើយក្រុមហ៊ុនអាមេរិកដែលទៅរកស៊ីនៅប្រទេសអ៊ីរ៉ាន់នឹងមានសល់បេះដូងខ្លះបដិវត្តន៍អ៊ីស្លាមដែលដឹកនាំដោយពួកអាយ៉ាតូឡាមិនអាចបានជោគជ័យនៅឆ្នាំ79 78 79ទេអញ្ចឹងការដួលរលំនៃរបបស្ដេចសា78 79វាមានស្ដេចសាដែលជាជនផ្ដាច់ការពុករលួយហ្នឹងផងក៏វាជាកំហុសរបស់សហរដ្ឋអាមេរិកដែលក្រុមហ៊ុនទៅរកស៊ីហ្នឹងអត់មានបេះដូងសម្រាប់ស្រុកហ្នឹងកំហុសពីរកំហុសម្ចាស់ស្រុកកំហុសអ្នកវិនិយោគិនដែលទៅវិនិយោគអត់គិតរឿងប្រជាជនវារងទុក្ខវេទនាបានជាពួកអាយ៉ាតូឡាហ្នឹងបង្កើតបដិវត្តន៍បានជោគជ័យធ្វើឲ្យអ៊ីរ៉ាន់ហ្នឹងគ្នាក៏រងទុក្ខវេទនាជិត50ឆ្នាំមកនេះអញ្ចឹងណាអញ្ចឹងហើយឥឡូវនេះលើសូមតែយកកូនស្ដេចអ៊ីរ៉ាន់ចង់ឲ្យទៅអីប្រជាជនអ៊ីរ៉ាន់ក៏គ្នាយ៉ាប់ដែរពីព្រោះអាមួយហ្នឹងជាមនុស្សផ្ដាច់ការគិតទៅពីចាយគិតទៅពីស៊ីផាក់ធ្វើបាបប្រជាជនខ្លួនឯងបើកុំតែវាផ្ដាច់ការគុកខើកុំអីវាមិនដួលទេហើយក្រុមហ៊ុនអាមេរិកដែលទៅវិនិយោគនៅអ៊ីរ៉ាន់ហ្នឹងអត់មានបេះដូងសោះកាលហ្នឹងបើណែនាំឲ្យស្ដេចសាហ្នឹងដោះស្រាយបញ្ហាជីវភាពប្រជាជនអាយ៉ាតូឡាបដិវត្តន៍ហ្នឹងវាអត់ជោគជ័យទេពីព្រោះប្រជាជនអ៊ីរ៉ាននេះជាប្រជាជនចូលចិត្តសេរីភាពណាស់តែធ្លាក់ខ្លួនទៅនឹងបដិវត្តន៍អ៊ីស្លាមដោយសារភាពក្រីក្រអូខេអញ្ចឹងគឺជាចំណែកមួយដែលយើងត្រូវយល់ថាប្រទេសមួយហ្នឹងណាដំបូងហ្នឹងគឺខ្មោចខ្នងកាលណាអ្នកដឹកនាំរដ្ឋហ្នឹងចេះដោះស្រាយមិនងាយដួលទេអូខេមិនងាយដួលទេអញ្ចឹង